សួស្តីបងប្អូនទាំងអស់គ្នាគ្រឿងផ្សំមានដូចជាសាច់គោ3ខាំខ្ទឹមបារាំងដំឡូងបារាំងនិងខេរ៉តបងអាចចិតការ៉ុតតាមចំណូលចិត្តបងប្អូនបានហើយសម្រាប់ដំឡូងបារាំងក៏ដូចគ្នាសម្រាប់ខ្ទឹមបារាំងគឺយើងចិតបែបនេះមកបងប្អូនចាខ្វះមិនបានគឺជាផ្សិតនេះហើយបងប្អូនចិតជា2ចឹងមិនណាកុំទូចពេកបន្ទាប់មកយើងត្រូវដាក់ខ្លាញ់ខ្ទះឲ្យក្តៅយកបន្លែដែលចិតហើយយើងចាក់មកចូលក្នុងខ្ទះដែលក្តៅហ្នឹងហើយតមកយើងខទុករយៈពេល15នាទីអ្នកទាំងអស់គ្នាហើយចាំយើងឆាវិញណាឆាត្រឡប់ទៅត្រឡប់មកទៅពេលដែលយើងដាក់បន្លែហ្នឹងគឺមិនបាច់ដាក់គ្រឿងអីទាំងអស់ដោយសារវាមានគ្រឿងរបស់វាហើយសម្រាប់នេះគឺជាគ្រឿងរបស់វាបងប្អូនគ្រឿងរបស់វាគឺមានពីរប្រអប់អញ្ចឹងយើងយកប្រអប់ទាំងពីរប្រអប់ហ្នឹងយើងយកមកកាត់ដូចអញ្ចឹងមិនណាអ្នកទាំងអស់គ្នាស្រួលពេលយើងដាក់ចូលនៅក្នុងខ្ទះឬមួយក្នុងឆ្នាំងទៅយើងវាស្រួលកោដើម្បីឲ្យវាខាប់ដើម្បីចាក់ចូលនៅក្នុងមុខម្ហូបដែលយើងធ្វើហ្នឹងហើយគ្រឿងរបស់វាហ្នឹងអ្នកទាំងអស់គ្នាមិនបាច់ថែមហុយគ្រឿងអីដាក់ប៊ីចេងស្ករគឺវាមានជាតិស្រាប់ហ្មងកាត់ហើយយើងយកវាទុកម្ដុំសិនទៅហើយតមកយកបន្លែដែលឆាមិញហ្នឹងយើងយកមកត្រឡប់ទៅត្រឡប់មកចុចបន្លែរបស់យើងការ៉ុតហើយនឹងដំឡូងប្រាំងហ្នឹងវាបានទន់ល្មមហ្នឹងអ្នកទាំងអស់គ្នាកុំឲ្យទន់ពេកហើយនៅក៏កុំឲ្យហឹងពេកដែរដល់វគ្គសំខាន់របស់យើងគឺត្រូវតែដាក់ចំនួនទឹក1លីត្រអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអត់មានខ្ញុំដាក់500មីលីលីត្រ500មីលីលីត្រ2ដងមកវាស្មើនឹង1លីត្រទេហើយយើងទុកវាម្ដុំសិនឥឡូវយើងមកឆាជាមួយនឹងសាច់គោសិនដាក់ប្រេងអូលីវមកបន្តិចដាក់សាច់គោ300ក្រាមចូលត្រឡប់ទៅត្រឡប់មកបងប្អូនទាំងអស់គ្នាហើយគឺយើងមិនចាំបាច់ដាក់ប៊ីចេងស្ករមិនដល់អីទាំងអស់ណាដោយសារគឺមានសុសរបស់វាអញ្ចឹងយើងអត់ត្រូវការដាក់ថែមថយគ្រឿងអីទៀតទេសម្រាប់គ្រឿងរបស់វាគឺគ្រឿងរបស់ជប៉ុនណាអ្នកទាំងអស់គ្នាមិនដឹងអាគេហៅអីទេប៉ុន្តែខ្ញុំដាក់រូបភាពឲ្យបងប្អូនទៅទិញនៅ Aeon ក៏បាននៅ Lucky ក៏បានដែរមានបញ្ជាក់បងប្អូនម៉ាត់ខ្លះក៏ពិបាកហៅដែរគ្រឿងរបស់ជប៉ុនណាឥឡូវយើងចូលមកម្ហូបរបស់យើងវិញបងប្អូនឥឡូវយើងយកផ្លែដែលយើងឆាហើយជាមួយនឹងសាច់គោមិញហ្នឹងយើងយកមកចាក់ទឹកដែរខ្ញុំវាស់ទឹកជាមួយនឹង1000មីលីលីត្រហ្នឹងបងប្អូនស្មើនឹង1លីត្រយើងយកចាក់បន្លែចូលឲ្យអស់ណាហើយយើងកូរវាឲ្យសព្វបន្លែទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាឲ្យដឹងថាការ៉ុតហើយនឹងដុំហ្នឹងគឺវាផុយទន់ល្មមនៅដើម្បីឲ្យទឹកស៊ុបយើងមានរសជាតិឈ្ងុយឆ្ងាញ់ចេញពីបន្លែតែម្ដងមិនដាក់គ្រឿងស្ករប៊ីចេងទេហើយស្លឹកនេះគឺជាស្លឹកគ្រឿងរបស់វាដូចគ្នាអ្នកទាំងអស់គ្នាកុំភ្លេចដាក់3ទៅឲ្យវាមានជាតិឈ្ងុយឆ្ងាញ់ហ្មងយើងដាក់ស្លឹកហ្នឹងហើយកុំភ្លេចចាក់ផ្សិតចូលដែលយើងចិតហ្នឹងណាអ្នកទាំងអស់គ្នាចាក់កូរសព្វហើយយើងកុំភ្លេចយកទឹកស៊ុបដែលយើងចេញពីបន្លែហ្នឹងដាក់ជាមួយនឹងគ្រឿងដែលយើងហាន់ហើយទាំងអស់វាមានចំនួន2ប្រអប់អញ្ចឹងយើងយកទឹកស៊ុបហ្នឹងលៃធ្វើមិនកូរឲ្យវាឲ្យខាប់មកអ្នកទាំងអស់គ្នាណាដើម្បីឲ្យគ្រឿងហ្នឹងវាចូលជាតិទៅទាំងអស់ទាំងសាច់គោទាំងបន្លែទាំងអីហ្មងយើងដាក់ហើយដាក់ទៀតធ្វើឲ្យកូរវាខាប់បងអាចធ្វើឲ្យគ្រួសារញ៉ាំបានបងប្អូនហើយញ៉ាំបានទៅដល់បានទៅ4ទៅ5នាក់ហើយសម្រាប់មុខម្ហូបនេះគឺជំនួយសុខភាពល្អសម្រាប់សុខភាពបងប្អូនអាចធ្វើឲ្យបងប្អូនម៉ាក់ប៉ាញ៉ាំបានបងប្អូននៅសាប់ម្ហូបជប៉ុនគឺជំនួយសុខភាពហ្មងបងប្អូននៅសាប់ផលជាតិប៊ីចេងស្ករអីច្រើនទេចាអញ្ចឹងកុំភ្លេចធ្វើឲ្យពុកម៉ែបងប្អូនអ្នកទាំងអស់គ្នាហូបផងណាហើយសម្រាប់មុខម្ហូបរបស់យើងគឺមានតែប៉ុណ្្នឹងទេតែនិយាយថាឆ្ងាញ់ខ្លាំងហ្មងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាអរគុណច្រើនបាយបាយ